សេចក្តីអំពាវនាវខ្ញុំព្រះករុណាអាត្មាភាពជាព្រះចៅអធិការរួមជាមួយលោកអាចារ្យគណៈកម្មការវត្តសិរីមង្គលទួលតមុងសូមទូលថ្វាយប្រគេននិងចម្រើនពរសម្ដេចព្រះថេរានុថេរៈទ្រង់ឯកឧត្តមលោកជំទាវលោកអុកញ៉ាអ្នកអុកញ៉ាលោកស្រីអ្នកនាងកញ្ញាពុទ្ធបរិស័ទអ្នកមានចិត្តជាបុណ្យទាំងឡាយគ្រប់រាជធានីខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថាដោយក្នុងវត្តសិរីមង្គលទួលតមុងបានផ្ដួចផ្ដើមកសាងនៅកុដិមួយខ្នងទទឹង12ម៉ែត្រនិងបណ្ដោយ13ម៉ែត្រកម្ពស់1ជាន់ដែលត្រូវអស់ទឹកប្រាក់ចំនួន120លានរៀលអាស្រ័យដូចបានទូលថ្វាយប្រគេននិងចម្រើនពរជូនខាងលើសូមញាតិញោមជាពុទ្ធបរិស័ទលោកអ្នកដែលមានចិត្តជាបុណ្យព្រះមេត្តានិងមេត្តាចូលរួមបរិច្ចាគថវិកាកសាងតាមកម្លាំងសទ្ធាជ្រះថ្លារៀងខ្លួនកុំបីអខានឡើយបញ្ជាក់សសរកុដិមួយដើម80ម៉ឺនរៀលទ្វារតូចមួយវង88ម៉ឺនរៀលទ្វារធំមួយវង5លាន60ម៉ឺនរៀលបង្អួចមួយ60ម៉ឺនរៀលជញ្ជាំងមួយការ៉េ10ម៉ឺនរៀលស៊ីម៉ង់មួយតោន40ម៉ឺនរៀលថ្មមួយឡាន42ម៉ឺនរៀលខ្សាច់មួយឡាន25ម៉ឺនរៀលប្រសិនបើព្រះករុណាព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាចង់ចូលរួមកសាងនៅកុដិមួយខ្នងនេះសូមទំនាក់ទំនងវត្តសិរីមង្គលទួលតមុងភូមិឈូកសខាងត្បូងឃុំសឹងស្រុកសំរោងខេត្តតាកែវឬលេខទូរស័ព្ទ092 49 44 99 086 49 44 99សេថនតតោសេថមុពេតិឋានੰអ្នកឲ្យទីឋានដ៏ប្រសើររមែងចូលទៅកាន់ទីឋានដ៏ប្រសើរសូមអនុមោទនា